សួស្តីអ្នកនរគ្នាខ្ញុំហាសុមីហើយថ្ងៃនេះយើងនឹងបន្តស្ដីរឿង Academy Genius Sportsman របស់យើងជាបន្តទៀតហើយមានស្រ័យបាន10ភាគនឹងទេដោយសារថាប្រហែលថ្ងៃហ្នឹងឯមានត្រូវប្រឡងសិនហើយបាន admin គឺ level ហើយបាន admin គឺតនេច្រឡំ level ចឹងគឺមានប៉ុណ្ណឹងឡើយកំសាន្តពេកយើងចូលសាច់រឿងយើងតែម្ដងទៅបនតពីរ៉ូណានក៏បានកាត់ជារបបសក់លឿងហើយព្រោះដែរការផ្សេងទៀតនឹងកន្លែងហ៊ានតែម្ដងដល់ពេលនោះរ៉ូណានក៏ចង់ទៅប៉ាជាមួយពួករបបយកនឹងយូរ៉ូណានក៏បានប្រើពួកហ្នឹងទៅថាហើយវាលុយមកយកគាត់អស់មកបន្ទាប់ពីរ៉ូណានក៏បានលុយទាំងអស់នោះហើយក៏បានឲ្យទៅកាន់អូនតែគេវូលីនោះហើយគាត់សុំយកទៅដែរតែប៉ុណ្ណោះដោយសារឥឡូវហ្នឹងក៏មិនត្រូវការលុយទាំងអស់ហ្នឹងទេតើអូននឹងឃើញថារ៉ូណាមានជាខ្លាំងទៅ4បាត់នេះអូននឹងក៏បានអរគុណទៅកាន់រ៉ូណាខ្លាំងតែម្ដងតែរ៉ូណាក៏ធ្វើច្រកពោះស្អាតដែលនិយាយថាហើយយ៉ាប់ទៅផ្ទះវិញទៅហើយពីនោះអូនសក់ហងក៏បានសុំទោសទៅកាន់អូននៅគេវូលីនោះតែសារគាត់ក៏បានជួយឲ្យតាមធ្វើបានវាបន្ថែមទៀតតែអូនមិនបានថាអីនោះទេដោយសារវានឹងថាអូនសក់ហងនឹងធ្វើឲ្យតែគេវិជាតែប៉ុណ្ណោះបន្ទាប់មកអូននៅគេវូលីនឹងក៏បានសុំលាពួកគាត់ដើម្បីត្រឡប់ទៅផ្ទះដល់វាមុនហើយរ៉ូណាក៏បានគិតក្នុងចិត្តរបស់គាត់ថាអូនសក់ហងនឹងគឺមិនអាក្រក់ទេហើយពីនោះរ៉ូណាក៏បានប៉ាអូនសក់ហងឡើងធ្វើគ្នាគ្នាចង់កាច់ហើយតើរ៉ូណានក៏បាននិយាយថាតើអ្នកមានចង់ចាំពីពេលនេះគាត់បាននិយាយឬអត់ហើយរ៉ូណានក៏បានប្រាប់បន្ថែមទៀតថា3ថ្ងៃក្រោយពួកយើងជួបគ្នាម្ដងទៀតដោយសារឥឡូវហ្នឹងគាត់វល់ណាគាត់សុំទៅមុនហើយមានសុំទោសអ្នកនរគ្នាសម្រាប់សម្លេងរំខានផងដោយសារតែមានមុខផ្លូវដល់ពេលចឹងទៅនៅពេលមានឡានតូជាចឹងទៅវាត្រឡងវាធ្លឺទៅដល់ការស្រាយរឿងចឹងទៅវាថ្លង់តិចហើយបន្ទាប់ពីរ៉ូណានក៏បានមកដល់ផ្ទះរបស់គាត់ហើយរ៉ូណានក៏ថែមទាំងយកផ្កាមួយបាយផងដែរតែរ៉ូណានក៏មិនហ៊ានចូលទៅផ្ទះរបស់គាត់ទេគាត់នៅត្រេកត្រមុខទ្វារហ្នឹងរហូតដល់ពេលនោះបងស្រីរបស់គាត់ក៏បានចេញមកតែម្ដងដល់ពេលរ៉ូណានក៏ឃើញបងស្រីរបស់គាត់ព្រាមក៏បានធ្វើរ៉ូណានហ្នឹងក៏ចង់រហេមហាមទឹកភ្នែកហើយរ៉ូណានក៏បាននិយាយទៅកាន់បងស្រីរបស់គាត់ថាខ្ញុំមកវិញហើយណូណាបន្ទាប់ពីចូលដល់ខាងក្នុងណូណាក៏បានធ្វើម្ហូបឲ្យរ៉ូណានក៏ញ៉ាំអីចឹងទៅហើយណូណានេះពិសេសស្រឡាញ់ទៅកាន់ផ្កាដែលរ៉ូណានគាត់ក៏បានយកឲ្យខ្លាំងណាស់ហើយមើលមុខរបស់គាត់ទៅគឺដឹងថាគាត់គឺស្រឡាញ់ប៉ុណ្ណាហើយដល់ពេលដល់រ៉ូណានក៏ឃើញថាអាចារ្យរបស់យើងដូចថ្នាំខ្លាំងពេកក៏ប្រាប់ថាគ្រប់គ្រាន់ហើយគួរទៅឈប់សោតទៅហើយពេលនោះរ៉ូណានក៏បានសួរទៅកាន់ណូណាមួយសំណួរថាតើពេលនេះអ្នកក៏មានអាយុប្រហែលហើយណូណាក៏បានប្រាប់កាន់រ៉ូណានទៅថានាងក៏មានអាយុ22ឆ្នាំហើយណូណានាងក៏មានអាយុ22ឆ្នាំហើយមុខគ្នានៅតែក្មេងដែរក៏តែគ្នាយើងមួយចំនួនវិញអាយុទៅ11 17ទេក៏តែមុខឆាតអកហើយតែសាមផងដេញ9ទេគិតតែរឿងស្នេហាហើយពេលនោះណូណានាងពេញបារម្ភទៅកាន់រ៉ូណានខ្លាំងណាស់ព្រោះអូននឹងសូម្បីតែអាយុរបស់បងខ្លួនឯងនឹងក៏មិនចងចាំដែរហើយមូលហេតុដែលរ៉ូណានគាត់បានសួរអញ្ចឹងទៅកាន់បងស្រីរបស់គាត់ដោយសាររ៉ូណានក៏ដឹងថាដល់ឆ្នាំខាងមុខទៀតនោះនឹងមានស្គ្រាមរវាងនឹងហាយុទ្ធជាមួយនឹងមនុស្សហើយនៅពេលដែលរ៉ូណានក៏កំពុងគិតនៅរឿងទាំងអស់នោះពេលនោះណូណានាងក៏បានយកដៃរបស់នាងទៅក្បាលរបស់រ៉ូណានអីអញ្ចឹងទៅតែនាងគិតថារ៉ូណានក៏គួរតែឈឺអីអញ្ចឹងទៅហើយយើងមើលទៅកាន់ណូណាទៅនាងព្យាបារម្ភទៅកាន់រ៉ូណានខ្លាំងណាស់ហើយពេលនោះរ៉ូណានក៏បាននិយាយប្រាប់កាន់ណូណាថាឥឡូវគាត់ក៏មានបំណងប្រាថ្នាមួយហើយដល់ឥឡូវគាត់ចង់ចូលរៀនក្នុងបណ្ឌិតស្ពានៅពេលដែលណូណានាងក៏បានលើអញ្ចឹងក៏បានធ្វើនាងគឺសប្បាយចិត្តតែម្ដងក៏ព្រោះនេះវាជាបំណងប្រាថ្នារបស់នាងដែលចង់ឲ្យរ៉ូណានក៏ចូលរៀននៅទីនោះហើយពេលនោះណូណានាងក៏បាននាំរ៉ូណានឲ្យទៅមើលលុយដែលនាងក៏បានសំទៅឲ្យរ៉ូណាននឹងចូលរៀនក្នុងបណ្ឌិតស្ពាបន្ទាប់ពីរ៉ូណានក៏បានឃើញលុយទាំងអស់នោះក៏បានធ្វើគាត់នឹងសោដុំចង់សោអញ្ចឹងហើយដល់ពេលនោះណូណានាងក៏បានសួរទៅកាន់រ៉ូណានថាតើគាត់ចង់រៀនក្នុងបណ្ឌិតស្ពាមួយណាហើយពេលនោះរ៉ូណានក៏បាននិយាយទៅថាបណ្ឌិតស្ពា Imperial Billion នៅពេលអាចារ្យរបស់យើងក៏បានលើឈ្មោះរបស់បណ្ឌិតស្ពាមួយហ្នឹងហើយក៏បានធ្វើនឹងបច្ចេកទេសខ្លាំងមែនតើបណ្ឌិតស្ពា Imperial Billion គឺជាបណ្ឌិតស្ពាលេខ1នៅក្នុងអាណាចក្រដែលនៅនោះប្រមូលផ្ដុំដោយគ្រូល្បីៗនិងមានជំនាញហើយនឹងមានការចូលរួមនៅនីតិជាច្រើនពីគ្រូសាស្ត្រល្បីៗផងដែរ3ថ្ងៃកន្លងផុតទៅរ៉ូណានក៏បានមកជួបជាមួយនឹងអូនសោខមហើយអូនសោខមនឹងក៏បានមកតាមការណាត់របស់រ៉ូណានពិតមែនហើយអូនក៏ហមនឹងក៏មានឈ្មោះថាអាសែលហើយរ៉ូណានក៏បាននិយាយកាន់អាសែលថាយប់នេះពួកយើងនឹងមានការរវល់ជាច្រើនហើយពេលនោះរ៉ូណានក៏បាននិយាយថាឥឡូវខ្ញុំក៏មានអ្វីមួយក៏ចង់តេស្តទៅកាន់អ្នកជាមុនសិនហើយពេលនោះរ៉ូណានក៏បានប្រាប់ទៅកាន់អាសែលថាឲ្យអាសែលប្រាប់ថាពររបស់គាត់គឺលើមកកាន់គាត់មកហើយរ៉ូណានក៏បានលើកទឹកចិត្តទៅកាន់អាសែលផងដែរដល់ពេលនោះអាសែលរៀងភ័យបន្តិចផងដែរដោយសារថាខ្លាចមានបញ្ហាអ្វីនោះក៏តែចុងក្រោយនៅធ្វើវាដដែលនឹងហើយពេលនោះអាសែលក៏បានប្រើនៅ skill inevitable hand របស់គាត់ប្រើទៅលើរ៉ូណានតែម្ដងហើយអាសែលគឺមានសមត្ថភាពពិតមែនដែលអាចប្រើនៅថាពោមួយនេះគឺអាចលើកទៅកាន់រ៉ូណានបានពិតមែនហើយឃើញចឹងរ៉ូណានក៏បានអាសាបន្តិចផងដែរហើយពេលនោះអាសែលក៏បាននិយាយថាឥឡូវគាត់ទប់ឡើងចង់ជាប់ហើយឮចឹងរ៉ូណានក៏បានដកដាល់របស់គាត់កាប់រហូតនៃម៉ាណាហើយក៏បានកាប់ដាច់នៅ skill inevitable hand របស់អាសែលផងដែរពេលនោះរ៉ូណានក៏បានបោកបបមួយឲ្យទៅកាន់អាសែលផងដែរហើយពេលនោះរ៉ូណានក៏បាននិយាយទៅកាន់អាសែលថាវាជាអ្វីមួយនោះដែលនឹងខ្លាចជាការបើកក្បាលនៃឆេ
បើដំបងវាគឺជាគាត់រ៉ូណាល់សាហ្គាដែលធ្វើខ្លួនឯងគឺខ្លាចជាមនុស្សដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រដែលគេនឹងកត់ត្រាក្នុងចក្រភពមួយនេះនៅពេលដែលពួកគាត់កំពុងធ្វើដំណើរទៅកាន់មន្តស្ពាហ៍ពីរលានអាសេក៏បានសួរបញ្ជាក់ទៅកាន់រ៉ូណាល់ថាតើគាត់ប្រកាសទៅមន្តស្ពាហ៍ពីរលានមែនដែរឬទេក៏ពួកគាត់បានលើកថាមន្តស្ពាហ៍ពីរលាននោះគឺសម្បូរទៅដោយអ្នកមានទេពកោសល្យនិងកូនអ្នកមានជាច្រើនហើយពេលនោះរ៉ូណាល់ក៏បានសួរទៅកាន់អាសេថាតើអ្នកមិនចង់ទៅទេឬតែអាសេក៏មិនមានន័យបែបនោះទេដោយសារតែគាត់គឺខ្លាចថាគាត់គ្មានទេពកោសល្យនោះទេហើយពេលនោះរ៉ូណាល់ក៏បាននិយាយប្រាប់កាន់អាសេថាតើអ្នកដែលចង់រស់នៅទីនោះទៀតមែនដែរឬទេវាពិតជាខ្លាំងណាស់សម្រាប់ទេពកោសល្យរបស់អ្នកតើនោះមែនទេគឺជាជីវិតដែលអ្នកចង់បានមិនមែនអ្នកគ្មានសមត្ថភាពទេក៏តែគ្រាន់តែអ្នកគឺជាមនុស្សដែលកំសាន្តតែប៉ុណ្ណោះហើយពេលនោះរ៉ូណាល់ក៏បាននិយាយប្រាប់កាន់អាសេថាចាប់ពីពេលនេះតទៅអ្នកគួរផ្លាស់ប្ដូរវាតាមឆន្ទៈនៃបេះដូងរបស់អ្នកនៅពេលដែលអាសេបានលើការនិយាយលើកទឹកចិត្តរបស់រ៉ូណាល់បែបនេះក៏បានធ្វើគាត់នឹងគឺសប្បាយចិត្តខ្លាំងមែនទែនតែបែបមើលមុខរបស់រ៉ូណាល់ទេក៏ដឹងថាគាត់ក៏មានគម្រោងអ្វីមួយជាមិនខានហើយពេលនោះរ៉ូណាល់ក៏បាននិយាយតែទឹកមុខដល់តបោកតែម្ដងក៏បាននិយាយថាដូច្នេះយើងគួរតែសម្បងនៅការតែរបស់យើងបន្ទាប់តែម្ដងទៅហើយយើងមើលតាមទឹកមុខរបស់រ៉ូណាល់ទៅដឹងការតែរបស់គាត់មួយនេះគឺមិនស្រួលតែម្ដងហើយពេលនោះរ៉ូណាល់ក៏បាននាំអាសេមកកន្លែងដែលពួកគាត់គិតត្រូវតែកន្លែងតែរបស់គាត់នឹងគឺជាកបោករបស់ Goblin ដែល Goblin មួយនឹងគេហៅថា Luna Goblin ហើយពួក Goblin អស់ហ្នឹងវាកំពុងតែការពារទៅកាន់របស់មួយហើយមើលមុខរបស់រ៉ូណាល់ទៅគឺសប្បាយចិត្តខ្លាំងតែនហើយពេលនោះរ៉ូណាល់ក៏មកនិយាយទៅកាន់អាសេថាចោលរហេតុអ្វីពួកយើងក៏មិនចាប់ផ្ដើមតែម្ដងទៅ